ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុង Channel រោងកុន Cam Cinema ហើយថ្ងៃនេះយើងនឹងចូលទៅទស្សនាខ្សែភាពយន្តមួយដែលជាសាច់រឿងបែបអវកាសនិងវិទ្យាសាស្ត្រដែលមានចំណងជើងថា Moon Man ឆ្នាំ 2022 ហើយសាច់រឿងនេះផងដែរគឺនិយាយអំពីជីវិតបុរសម្នាក់ត្រូវបានខកខានមិនបានត្រឡប់មកកាន់ផែនដីវិញហើយគាត់នឹងត្រូវបន្តជីវិតរស់នៅលើភពព្រះច័ន្ទតែម្នាក់ឯងហើយសាច់រឿងមួយនេះគឺវាពិតជាល្អមើលចង់ដឹងថាការរស់នៅលើឋានព្រះច័ន្ទរបស់គាត់នឹងវារីករាយប៉ុណ្ណាយើងចូលទៅកាន់វីដេអូបែបសង្ខេបទាំងអស់គ្នាដែលដំណើរសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងកំឡុងពេលមួយដែលអាកាសយានិករបស់ប្រទេសចិនបានបញ្ជាក់ថានឹងមានអាចផ្កាយដ៏ធំសម្បើមដែលគេឲ្យឈ្មោះវាថាផាយបាននឹងកំពុងធ្វើដំណើរក្នុងទិសដៅមួយតម្រង់ទៅកាន់ផែនដីហើយអំបូរមនុស្សនិងសត្វនៅលើផែនដីអាចនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយសារតែការប៉ះទង្គិចរបស់អាចផ្កាយមួយនេះហើយដូចនេះហើយទើបមនុស្សចាប់ផ្ដើមបង្កើនកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសកលដើម្បីសាងសង់គម្រោងមូលដ្ឋានអវកាសមួយនៅលើឋានព្រះច័ន្ទដែលនៅក្នុងគម្រោងសាងសង់នេះគឺពួកគេមានគោលបំណងយកវាធ្វើជាទីតាំងដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីបាញ់បំបែកដុំអាចផ្កាយឲ្យคล้ายទៅជាបំណែកតូចៗហើយលើពីនឹងពួកគេនឹងក៏មានបំណងយកព្រះច័ន្ទធ្វើជាខែលការពារផែនដីពីអាចផ្កាយដែលនៅសេសសល់បន្ទាប់ពីពួកគេបានបាញ់បំបែកហើយនោះទៀតផងបន្ទាប់ពីគម្រោងបានសង់រួចរាល់អាកាសយានិកទាំងនោះក៏បានបាញ់បំបែកដុំអាចផ្កាយបានពិតប្រាកដមែនហើយហេតុការណ៍ទាំងអស់នេះវាពិតជាធ្វើឲ្យគ្រប់គ្នាមានការអបអរសាទរយ៉ាងខ្លាំងក្រឡេកមកមើលតួអង្គឯករបស់យើងវិញគាត់មានឈ្មោះថាឌូគូគាត់គឺជាបរិសម្នាក់ដែលបានធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់មេបញ្ជាការម្នាក់នាងមានឈ្មោះថាកញ្ញាស៊ីងហើយអាស៊ីងនឹងនាងក៏មានតួនាទីជាមេបញ្ជាការធំនៅមូលដ្ឋានដែនអាកាសនៅលើឋានព្រះច័ន្ទនោះផងដែរនៅពេលដែលគាត់បានជួបជាមួយនឹងអាស៊ីងឌូគូគាត់រត់តែមិនអាចទប់ចិត្តស្រឡាញ់ដ៏ធំធេងរបស់គាត់ចំពោះអាស៊ីងបានអញ្ចឹងហើយគាត់ក៏បានត្រឡប់ទៅកាន់ទីស្នាក់ការរបស់គាត់វិញនិងបានបើកចម្រៀងស្នេហាមួយទំហឹងហើយក៏ចាប់ផ្ដើមរកនឹកគិតប្រូលស្នេហាដើម្បីយកទៅនិយាយសារភាពចំពោះកញ្ញាស៊ីងហើយស្របពេលជាមួយគ្នានេះផងដែរសញ្ញាប្រកាសអាសន្ននឹងក៏បានបន្លឺឡើងដែលថាបំណែកអាចផ្កាយជាច្រើនបាននឹងកំពុងធ្វើដំណើរសម្ដៅមកកាន់មូលដ្ឋានដែនអាកាសរបស់ពួកគេហើយគ្រប់គ្នាមានពេលវេលាមិនដល់30នាទីផងដើម្បីធ្វើការជំនះក្រុមការងារទាំងមូលចេញពីទីតាំងនេះចំណែកឯឌូគូវិញគាត់អត់បានដឹងថាមានការប្រកាសអាសន្ននឹងត្រូវជំនះចេញអីនោះទេព្រោះអារម្មណ៍របស់គាត់កំពុងតែអណ្ដែតអណ្ដូងបោះតងទៅរកស្នេហារបស់កញ្ញាស៊ីងទៅហើយគ្រប់គ្នាក៏ប្រញាប់ប្រញាល់រៀបចំដើម្បីចាក់ចេញលើកលែងតែឌូគូប៉ុណ្ណោះដែលនៅហឹងត្រចៀកដោយសារតែស្នេហាម្នាក់ឯងហើយមិនយូរប៉ុន្មានគ្រប់គ្នាក៏បានចូលទៅដល់យានអវកាសនិងធ្វើការចាក់ចេញបណ្ដាហើយនៅទីបំផុតឌូគូនឹងក៏បានឃើញសញ្ញាព្រមាននៅលើឧបករណ៍បញ្ជូនសញ្ញារបស់គាត់អញ្ចឹងហើយគាត់ក៏ប្រញាប់ប្រញាល់ចាក់ចេញផងដែរគាត់ព្យាយាមបើកឡានរបស់គាត់នឹងនៅក្នុងល្បឿនលឿនបំផុតដើម្បីទៅឲ្យទាន់យានអវកាសដែលរៀបនឹងហោះចេញនោះឯងក៏ប៉ុន្តែយានទាំងនោះក៏បានហោះចេញបាត់ទៅហើយនៅសល់តែយានមួយគ្រឿងគត់ដែលគ្រប់គ្រងដោយមេបញ្ជាការស៊ីងនឹងឯងអញ្ចឹងហើយឌូគូគាត់ក៏បានបត់ចង្កូតឡានភ្លាមទៅរកក្តីសង្ឃឹមចុងក្រោយហើយដោយសារតែពេលវេលានឹងកាន់តែខើចអញ្ចឹងហើយគាត់ក៏សម្រេចចិត្តបង្ហោះឡានរបស់គាត់នឹងឆ្លងកាត់កំហុងអាចផ្កាយដ៏ធំមួយដើម្បីឲ្យឆាប់ទៅដល់យានអវកាសប៉ុន្តែគាត់មិនអាចធ្វើវាបាននោះទេគឺបានត្រឹមតែធ្លាក់ចូលទៅក្នុងកំហុងនោះតែប៉ុណ្ណោះបំណែកអាចផ្កាយជាច្រើនបានឈ្មោះមកកាន់តែគៀកនឹងទីតាំងរបស់ពួកគេដែលជាហេតុធ្វើឲ្យកញ្ញាស៊ីងត្រូវតែបង្ខំចិត្តបើកយានអវកាសចាក់ចេញស្របពេលជាមួយគ្នានេះដែរបរិសសង្ហាឌូគូរបស់យើងនឹងក៏ទើបតែងើបឡើងមកដល់ផ្នែកខាងលើហើយក៏បានឃើញដែរថាក្តីសង្ឃឹមចុងក្រោយនឹងក៏បានចាក់ចេញអំពីគាត់បាត់ទៅទៀតផងយានអវកាសរបស់អាស៊ីងបានហោះចាក់ចេញយ៉ាងលឿនហើយបន្ទាប់ពីនឹងបំណែកអាចផ្កាយក៏បានធ្លាក់មកបុកនឹងកំទេចមូលដ្ឋានអវកាសរបស់ពួកគេចំណែកឯឌូគូវិញក៏បានព្យាយាមរត់យ៉ាងលឿនដើម្បីរក្សាជីវិតរបស់គាត់ដែលស្របពេលជាមួយគ្នានេះផងដែរដុំអាចផ្កាយមួយនឹងក៏បានធ្លាក់មកក្បែរនឹងខ្លួនរបស់គាត់ធ្វើឲ្យគាត់ខ្ទាតដួលទៅនឹងទៃរបស់ព្រះច័ន្ទទៅសំណាងល្អឌូគូមិនមានគ្រោះថ្នាក់អ្វីនោះទេហើយគាត់ក៏បន្តរត់ទៅទៀតគឺរត់ទៅកាន់រណ្ដៅមួយដែលនៅក្បែរនោះដើម្បីគេចខ្លួនក៏ប៉ុន្តែនៅពេលដែលគាត់លោតចូលទៅក្នុងរណ្ដៅនោះវាពិតជាសំណាងខ្លាំងមែនទែនគឺមានដុំអាចផ្កាយមួយបានធ្លាក់បុកចូលទៅក្នុងរណ្ដៅនោះជាមួយគាត់ផងដែរដែលហេតុការណ៍នោះបានធ្វើឲ្យកំឡោះសង្ហាឌូគូនឹងខ្ទាតចេញនិងសន្លប់ធំនៅទីតាំងនោះតែម្ដងទៅនៅពេលដែលឌូគូសន្លប់បាត់បង់ស្មារតីនឹង
នឹងគាត់មិនបានដឹងថាមានអាចផ្កាយដ៏ធំសម្បើមមួយនឹងបានហោះកាត់ពីលើក្បាលរបស់គាត់នៅក្នុងទិសដៅតម្រង់ទៅកាន់ផែនដីហើយនៅពេលដែលគាត់ដឹងខ្លួនពីសន្លប់មកវិញនឹងគាត់ព្យាយាមតាក់ទងទៅកាន់ក្រុមការងាររបស់គាត់ភ្លាមតាមរយៈឧបករណ៍តាក់ទងរបស់គាត់មិនតែប៉ុណ្ណោះឌូគូមានការខឹងសម្បាយ៉ាងខ្លាំងដែលថាក្រុមការងាររបស់គាត់នឹងចាក់ចែងដោយទុកគាត់ចោលនៅតែម្នាក់ឯងបែបនេះស្របពេលជាមួយគ្នានោះផងដែរគាត់ក៏បានមើលឃើញថាផែនដីនឹងត្រូវបានបុកដោយអាចផ្កាយដ៏ធំមួយនិងធ្វើឲ្យមានការផ្ទុះយ៉ាងខ្លាំងដែលហេតុការណ៍នេះធ្វើឲ្យឌូគូមានអារម្មណ៍តក់ស្លុតនិងសោកស្ដាយជាពន់ពេកផែនដីដែលធ្លាប់តែស្រស់ស្អាតខៀវស្រងាត់បានប្រែក្លាយទៅជាដុំមូលមួយដែលមានពណ៌ក្រហមហុំព័ទ្ធទៅដោយអាប់និងធូលីពុលក្នុងពេលមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះហើយបន្ទាប់ពីនឹងឌូគូគាត់បានត្រឡប់ចូលទៅកាន់ទីបញ្ជាការរបស់គាត់វិញហើយខិតខំប្រឹងប្រែងតាក់ទងទៅកាន់ផែនដីក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គ្មាននរណាម្នាក់ឆ្លើយតបជាមួយនឹងគាត់នោះដែរអញ្ចឹងហើយគាត់គិតថាប្រហែលជាមនុស្សតែម្នាក់គត់ដែលរស់រានមានជីវិតគឺជាគាត់ដែលនៅលើឋានប្រច័ណ្ឌនឹងឯងផ្លូវចិត្តរបស់ឌូគូចាប់ផ្ដើមធ្លាក់ចុះចូលទៅក្នុងសេចក្តីសោកសៅគាត់បានរៀបចំទង់ព្រលឹងជាច្រើននៅពាសពេញទីតាំងដែលគាត់ស្ថិតនៅដើម្បីជាការគោរពទៅកាន់វិញ្ញាណក្ខន្ធមិត្តរួមការងាររបស់គាត់ជាពិសេសគឺមនុស្សស្រីដែលគាត់លួចស្រឡាញ់និងមិនទាន់បានសារភាពនោះឯងប៉ុន្តែយ៉ាងណាមិញនៅក្នុងមូលដ្ឋានអវកាសរបស់គាត់នឹងគឺមានអាហារគ្រប់គ្រាន់សម្រាប់ឲ្យគាត់ចិញ្ចឹមជីវិតរហូតដល់ថ្ងៃដែលគាត់ស្លាប់បានរស័ព្ទរសល់ឌូគូមានគំនិតមួយគឺគាត់ចង់ចូលទៅបន្ទប់របស់មេបញ្ជាការស៊ីងថាតើមានអ្វីខ្លះដែលមិនទាន់ដោះស្រាយរួចរាល់គាត់នឹងធ្វើការងារនោះបន្តជំនួសនាងក៏ប៉ុន្តែលេខសម្ងាត់ចូលទៅកាន់បន្ទប់អាស៊ីងនោះវាមិនងាយស្រួលដោះនោះទេបើទោះបីជាគាត់ខិតខំប្រឹងប្រែងរាប់រយដងក៏ដោយអញ្ចឹងហើយជំរឿចុងក្រោយមានតែដាក់គ្រាប់បែកបំផ្ទុះទេទើបអាចចូលទៅបាននៅពេលដែលចូលទៅដល់បន្ទប់របស់អាស៊ីងភ្លាមនឹងគឺគាត់អត់បានធ្វើអីទេគឺចាប់ផ្ដើមរៀបតុរៀបចំម្ហូបនិងភេសជ្ជៈដើម្បី dating ជាមួយកញ្ញាស៊ីងភ្លាមតែម្ដងហើយគាត់ក៏ចាប់ផ្ដើមសារភាពស្នេហ៍ទៅកាន់រូបថតរបស់អាស៊ីងដែលគាត់បានរៀបចំដាក់ទល់នឹងមុខគាត់នោះឯងកំឡុងពេល dating ជាមួយអាស៊ីងគាត់ក៏បានយកទឹកម្ទេសទៅច្របាច់ដាក់ម្ហូបរបស់នាងក៏ប៉ុន្តែដោយសារតែភាពរញ៉ីរញ័ររបស់គាត់នឹងក៏បានធ្វើឲ្យទឹកម្ទេសនឹងវាខ្ទាតទៅជាប់ជាមួយនឹងរូបថតរបស់អាស៊ីងសុភាពបរោះរបស់មនុស្សជាតិយើងនឹងក៏បានទាញក្រណាត់ជូតតុបំរុងនឹងជូតឲ្យនាងដែរក៏ប៉ុន្តែទាញទៅវាជូតមិនដល់អញ្ចឹងហើយគាត់ក៏បង្ខំចិត្តយកបបោមាត់ដ៏ស្រស់ស្អាតរបស់គាត់នឹងជូតឲ្យនាងក្នុងពេលនោះតែម្ដងទៅដែលសកម្មភាពទាំងអស់របស់គាត់ត្រូវបានអង្គភាពទាំងមូលនឹងកំពុងតែតាមដានតាមរយៈកាមេរ៉ាសុវត្ថិភាពដែលនៅពាសពេញមូលដ្ឋានអវកាសនោះអញ្ចឹងហើយមានន័យថាមនុស្សជាតិនៅលើផែនដីនៅមានជីវិតនៅឡើយទេព្រោះនៅក្នុងគម្រោងនេះផងដែរមនុស្សបានរៀបចំកន្លែងសុវត្ថិភាពដើម្បីជម្លៀសប្រជាជនត្រៀមមុនរួចរាល់ហើយសម្រាប់ហេតុការណ៍បែបនេះកាត់មកមើលផែនដីវិញទីតាំងមួយដែលអង្គភាពរបស់អាស៊ីងកំពុងតែបន្តការងារនឹងមានបរិសម្នាក់បានចេញមកជាមួយនឹងរទេះរុញរបស់គាត់ដូចជា Professor X នៅក្នុងរឿង X-Men អញ្ចឹងដែរក៏ប៉ុន្តែអត់សូវលយដោយ Professor X ទេក៏ព្រោះតែរទេះរបស់គាត់នឹងបានក្រឡាប់ភ្លាមនៅពេលដែលគាត់ចេញមកហើយបរិសម្នាក់នោះគាត់មានឈ្មោះថាលោកស៊ុនដែលលោកស៊ុននឹងហើយជាថ្នាក់លើរបស់អាស៊ីងនឹងឯងគាត់បាននិយាយថាពួកយើងត្រូវតែផ្សាយបន្តផ្ទាល់អំពីសកម្មភាពក៏ដូចជាជីវិតរបស់ដូគូដែលកំពុងតែបន្តរស់នៅលើឋានប្រច័ណ្ឌតែម្នាក់ឯងនោះបើទោះបីជាគាត់ត្រូវរស់នៅយ៉ាងឈឺចាប់និងកណ្ដាច់កណ្ដែងយ៉ាងណាក៏ដោយក៏គាត់នៅតែប្រឹងរស់បន្តលោកស៊ុនបានបន្តទៀតថាការធ្វើបែបនេះគឺដើម្បីឲ្យមនុស្សនៅលើផែនដីនឹងមានសង្ឃឹមឡើងវិញក្នុងការបន្តជីវិតរស់នៅចំណែកអាស៊ីងវិញនាងក៏បានបដិសេធដែរព្រោះឯការរស់នៅរបស់ដូគូនឹងវាអត់មានសណ្ដាប់ធ្នាប់និងរញ៉េរញ៉ៃខ្លាំងជាពិសេសរូបថតរបស់នាងនឹងបានคล้ายទៅជាផ្នែកមួយនៃជីវិតរបស់ដូគូទៅហើយក៏ប៉ុន្តែការផ្សាយផ្ទាល់នឹងគឺនៅតែត្រូវបានអនុវត្តប្រជាជននៅលើពិភពលោកជាច្រើនពិតជាមានការគាំទ្រចំពោះការផ្សាយបន្តផ្ទាល់នេះណាថ្ងៃមួយកំឡុងពេលដែលដូគូទៅទីតាំងដាក់អាហារគាត់បានឃើញថាកញ្ចប់អាហារជាច្រើនត្រូវបានហែកយ៉ាងរប៉ាត់រប៉ាយអញ្ចឹងហើយគាត់ដឹងច្បាស់ថាពិតជាមានអីមិនប្រក្រតីជាមិនខានដូគូបានចូលទៅទីតាំងនោះយ៉ាងប្រុងប្រយ័ត្នហើយអ្វីដែលគាត់នឹកស្មានមិនដល់នោះគឺស្រមោលរូបរាងដ៏ស្រឡូនស្អាតមួយកំពុងតែច្រត់ចង្កេះដេកលើតុដែលនេះធ្វើឲ្យដូគូមានអារម្មណ៍ភិតភ័យជាខ្លាំងប៉ុន្តែនៅពេលដែលដូគូចូលទៅដល់ទីតាំងនោះគាត់បានប្រទះឃើញសត្វកង់ហ្គូរូសាច់ដុំមួយក្បាលទៅវិញគាត់បានយកប៉ែលដែកមួយដើមមកគំរាមដេញសត្វកង់ហ្គូរូមួយក្បាលនោះក៏ប៉ុន្តែក៏ត្រូវបានសត្វកង់ហ្គូរូមួយក្បាលនោះចាប់យកប៉ែលដែកនោះមកកាច់បត់ជាពីរយ៉ាងងាយស្រួលហើយបន្ទាប់ពីនឹងសាច់រឿងក៏បានកាត់មកកាន់មុខមាត់ដ៏សង្ហារបស់ដូគូត្រូវបានហើមស្ពុលមើលសឹងតែមិនស្គាល់ដោយសារតែស្នាដៃរបស់កង់ហ្គូរូសាច់ដុំមួយក្បាលនឹងឯងឆាជីវិតជាកូនប្រុសដូគូគាត់មិនបោះបង់គោលដៅទៅយកអាហារនោះទេគាត់បានប្រើវិធីសាស្ត្រស្រីស្អាតដើម្បីចូលទៅកាន់ទីតាំងនោះហើយចំណែកឯអ្នកទស្សនានៅលើផែនដីឯនេះវិញក៏កាន់តែចាប់អារម្មណ៍និងចង់តាមដានដំណើរជីវិតរបស់ដូគូកាន់តែច្រើនឡើងគាត់បានបន្លំខ្លួនធ្វើ
ជាសត្វកង់គ្រូញីនឹងចូលទៅយកអាហារបានហើយបន្ទាប់ពីយកអាហារបាននឹងក៏ត្រូវកំឡោះសាច់ដុំនឹងមករញ៉េរញ៉ៃជាមួយគាត់រហូតដល់ដូគូនឹងคล้ายទៅជារូបរាងដើមអញ្ចឹងហើយគាត់ក៏ត្រូវបានទទួលរង្វាន់ពីកង់គ្រូសាច់ដុំនឹងសារជាថ្មីម្ដងទៀតដោយសារតែទទួលរងភាពអាម៉ាស់និងការប្រមាថជាច្រើនលើកច្រើនសារពីសំណាក់កង់គ្រូសាច់ដុំមួយក្បាលនឹងអញ្ចឹងហើយដូគូគាត់ក៏សម្រេចចិត្តប្រើធម៌ក្តៅគឺគាត់បានប្រើប្រាស់អ្វីគ្រប់យ៉ាងដែលគាត់មានដើម្បីបង្ក្រាបកង់គ្រូមួយក្បាលនោះហើយកំភ្លើងកានង9របស់ដូគូបានបាញ់ស្រោចគ្រាប់ជ័រជាច្រើនគ្រាប់ទៅលើវាដែលធ្វើឲ្យសត្វកង់គ្រូមួយក្បាលនោះរត់ពាសពេញទីតាំងនោះតែម្ដងហើយបន្ទាប់ពីអស់គ្រាប់នឹងកង់គ្រូក៏បានដេញពីក្រោយដូគូវិញម្ដងដើម្បីវាយបកទៅដល់ទីតាំងមួយដែលអត់មានកន្លែងរត់ទៅណាទៀតទេអញ្ចឹងហើយមានតែការប្រឈមមុខតែប៉ុណ្ណោះដូគូបានទះកំភ្លៀងកង់គ្រូសាច់ដុំនោះមួយកំភ្លៀងហើយអាកង់គ្រូនឹងក៏បានសងវិញភ្លាមដោយជើងផ្គុំរបស់វាផងដែរដែលនៅក្នុងហេតុការណ៍នេះធ្វើឲ្យដូគូនឹងត្រូវយ៉ាងដំណំគាត់អត់បោះបង់នោះទេគាត់នៅតែបន្តដូរបងកំភ្លើងនិងបាញ់រះពាសពេញទីតាំងនោះសារជាថ្មីហើយពីរអ្នកនឹងចាប់ផ្ដើមប្រវាយប្រតបគ្នារហូតធ្វើឲ្យដូគូនឹងដួលនុកសារជាថ្មីទៀតផងដែរដូគូគាត់ប្រញាប់ប្រញាល់ក្រោកឡើងមកវិញហើយក៏បានឃើញឧបករណ៍តាក់ទងនឹងបានទទួលសញ្ញាតាក់ទងពីផែនដីនេះគឺពិតជាធ្វើឲ្យដូគូរីករាយយ៉ាងខ្លាំងព្រោះគាត់បានដឹងថាមនុស្សនៅលើផែនដីនឹងនៅមានជីវិតនៅឡើយប៉ុន្តែតាមការពិតទៅសញ្ញាសម្លេងទាំងអស់នោះគឺបណ្ដាលមកពីកន្ទុយរបស់កង់គ្រូមួយក្បាលនឹងវាបានវាសចុះវាឡើងប៉ះជាមួយនឹងខ្សែនៃផ្ទាំងបតបញ្ជាឧបករណ៍តាក់ទងតែប៉ុណ្ណោះហើយខាងផែនដីវិញពួកគេមិនអាចតាក់ទងមកដូគូបានទេគឺបានត្រឹមតែមើលដូគូតាមរយៈប្រព័ន្ធកាមេរ៉ាដែលមិនទាន់ខូចតែប៉ុណ្ណោះប៉ុន្តែយ៉ាងហោចណាស់ក៏ហេតុការណ៍នេះបានជំរុញទឹកចិត្តរបស់ដូគូឲ្យចង់ត្រឡប់ទៅកាន់ផែនដីវិញផងដែរគាត់បាននិយាយជាមួយសត្វកង់គ្រូនិងចង្អុលបង្ហាញថាទីនោះហើយគឺជាផ្ទះរបស់ពួកយើងហើយយើងត្រូវតែត្រឡប់ទៅផ្ទះវិញហើយមិនទាន់នឹងនិយាយចប់ផងដូគូក៏ត្រូវបានទទួលរង្វាន់សារជាថ្មីម្ដងទៀតរយៈពេល200ថ្ងៃនៅលើឋានព្រះច័ន្ទបានកន្លងផុតទៅគាត់បានរីកគិតនឹករូបវិធីដើម្បីចាក់ចេញពីព្រះច័ន្ទទៅកាន់ផែនដីគាត់ដឹងថានៅក្បែរទីតាំងរបស់គាត់មានយានអវកាសចំណាស់មួយដែលមានឈ្មោះថា Apollo ទី18ដែលគេបានចុះចតយូរណាស់មកហើយគាត់អាចនឹងប្រើវាដើម្បីហោះទៅកាន់ទីតាំងស្ថានីយ៍អវកាសមួយទៀតដែលនៅក្នុងលំហហើយប្រើប្រាស់ប្រអប់សុវត្ថិភាពនៅទីតាំងនោះបាញ់គាត់និងសត្វកង់គ្រូនឹងទៅផែនដីបានហើយបន្ទាប់ពីនឹងដូគូក៏បានដឹក Apollo ទី18នោះចូលទៅកាន់ទីតាំងរបស់គាត់ដើម្បីធ្វើការជួសជុលចំណុចខ្លះៗដែលខូចខាតមិនដំណើរការគាត់ក៏បានរកឃើញផងដែរថាយានមួយនេះអាចត្រឹមតែទុកនិងបង្ហោះបានត្រឹមតែទម្ងន់20ផោនគឺស្មើនឹង9គីឡូជាងតែប៉ុណ្ណោះអញ្ចឹងហើយគាត់ត្រូវការរករ៉ុកែតមួយគ្រាប់ទៀតដើម្បីជំនួយក្នុងការបង្ហោះយាននេះឡើងបានជាសំណាងល្អកន្ទុយរ៉ុកែតជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរសម្រាប់បាញ់អាចផ្កាយនឹងគឺវានៅសេសសល់ខ្លះក៏ប៉ុន្តែវាត្រូវបានរក្សាទុកនៅឯមូលដ្ឋាននៅក្នុងទីតាំងមួយផ្សេងទៀតអញ្ចឹងហើយដូគូក៏បានរៀបចំខ្លួនធ្វើដំណើរទៅយកកន្ទុយរ៉ុកែតនោះចំណែកឯក្រុមការងាររបស់គាត់នៅលើផែនដីក៏បានដឹងអំពីគម្រោងរបស់ដូគូផងដែរក៏ប៉ុន្តែបញ្ហាចោទនោះគឺថាឡានរបស់ពួកគេនឹងគឺប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីដំណើរការហើយព្រះអាទិត្យដែលរះនៅលើផ្ទៃព្រះច័ន្ទនឹងគឺមានត្រឹមតែ14ថ្ងៃតែប៉ុណ្ណោះនៅក្នុងរង្វិលជុំរបស់វាដែលអនុញ្ញាតឲ្យឡានរបស់ពួកគេធ្វើដំណើរបានត្រឹមតែ6500គីឡូម៉ែត្រហើយចម្ងាយពីទីតាំងដែលដូគូត្រូវទៅនឹងគឺមានរហូតទៅដល់8000គីឡូម៉ែត្រឯណោះអញ្ចឹងហើយវាមិនអាចទៅរួចនោះទេព្រោះឡាននឹងអស់ថាមពលហើយពួកគេនឹងកកស្លាប់មុនពេលទៅដល់ទីតាំងគ្រាប់រ៉ុកែតនោះឯងចំណែកអាស៊ីងបានរកឃើញវិធីមួយផ្សេងទៀតដែលដូចនឹងគោលបំណងរបស់ដូគូដែរដែលថាគាត់នឹងបើកបរក្នុងទិសដៅបាញ់ច្រាស់មកវិញគឺជិះដេញតាមពន្លឺព្រះអាទិត្យដែលវិលក្នុងល្បឿន16គីឡូម៉ែត្រក្នុង1ម៉ោងនោះឯងមានន័យថាដូគូគាត់អាចនឹងមានពេលវេលារហូតទៅដល់41ថ្ងៃដើម្បីទៅដល់ទីតាំងនោះបានដូគូគាត់ចាប់ផ្ដើមបេសកកម្មបើកឡានប្រណាំងជាមួយនឹងពន្លឺព្រះអាទិត្យប៉ុន្តែគាត់ត្រូវបានសម្រាកត្រឹមតែ4ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃដែលជាហេតុតម្រូវឲ្យមិត្តភ័ក្តិរបស់គាត់គឺសត្វកង់គ្រូសាច់ដុំមួយក្បាលនឹងត្រូវមានតួនាទីជាអ្នកជួយដាស់គាត់កុំឲ្យគាត់ងោកងុយហើយនៅពេលខ្លះនឹងគាត់ក៏រវើរវាយថាសត្វកង់គ្រូមួយក្បាលនឹងបាននិយាយជាមួយគាត់ទៀតផងហើយនៅពេលដែលគាត់ភ្ញាក់ពីភាពរវើរវាយនោះគាត់ក៏បានដឹងដែរថាឡានរបស់គាត់នឹងគឺកំពុងតែហោះចូលទៅក្នុងរណ្ដៅដ៏ធំមួយបាត់ទៅហើយបន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើនថ្ងៃមកដូគូក៏បានទៅដល់ទីតាំងដាក់គ្រាប់នុយក្លេអ៊ែរនោះហើយនៅពេលដែលគាត់ចូលទៅដល់គាត់ក៏បានរៀបចំទម្លាក់គ្រាប់នុយក្លេអ៊ែរចូលមកក្រោមបំរុងនឹងយកទៅដាក់នៅលើឡានទៅហើយក៏ប៉ុន្តែគាត់បានឃើញថាកង់គ្រូមួយក្បាលនឹងវាចេះធ្វើជាចុចលេងរញ៉េរញ៉ៃពាសពេញនឹងគឺវាធ្វើដូចជាសកម្មភាពរបស់ដូគូអញ្ចឹងដែលដូគូតែងតែធ្វើនៅឯមូលដ្ឋានរបស់គាត់ដោយឃើញបែបនេះដូគូក៏សម្រេចចិត្តយកវាទៅដាក់នៅក្នុងប្លុកក្រោយនៃឡានរបស់គាត់ហើយក៏បានធ្វើដំណើរត្រឡប់មកកាន់មូលដ្ឋានរបស់គាត់វិញនៅក្នុងដំណើរនោះដោយសារតែផ្លូវនឹងវារលាក់ខ្លាំងទើបធ្វើឲ្យកន្ទុយក្រោយដែលដាក់សត្វកង់គ្រូមួយក្បាលនឹងបានរបូ
តចេញពីឡានរបស់គាត់ដោយគាត់មិនដឹងខ្លួនហើយនៅពេលដែលដូគូចូលមកត្រួតពិនិត្យផ្នែកខាងក្រៅទើបគាត់ដឹងថាគាត់បានជ្រុះបាត់មិត្តភ័ក្តិនៅតាមផ្លូវបាត់ទៅហើយពេលវេលាក៏ខោចប្រសិនបើគាត់ត្រឡប់ទៅយកកង់គូរូមកក្បាលនឹងវិញគឺគាត់មិនអាចត្រឡប់ទៅកាន់មូលដ្ឋានអវកាសរបស់គាត់នឹងបានទាន់ពេលវេលានោះឡើយប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយក៏ដូគូគាត់មិនបោះបង់មិត្តភ័ក្តិកំសត់កំររបស់គាត់ឡើយនៅពេលដែលគាត់បើកទ្វារប្លុកខាងក្រោយនោះមកសម្លាញ់របស់គាត់នឹងក៏បានលោតមកអោបគាត់ដោយសេចក្តីត្រេកអរមិនបង្អង់យូរដៃគូដៃកង់ទាំងពីរនាក់ក៏ប្រញាប់ប្រញាល់ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងរបស់ពួកគេវិញនិងបានប្រើប្រាស់គ្រប់វិធីដើម្បីកុំឲ្យពួកគេនឹងងុយគេងចំណែកឯពន្លឺព្រះអាទិត្យវិញក៏ចាប់ផ្ដើមលិចបាត់បន្តិចម្ដងផងដែរជាច្រើនថ្ងៃកន្លងផុតទៅព្រះអាទិត្យនឹងក៏បានលិចបាត់ហើយឱកាសរស់រានមានជីវិតរបស់ពួកគេនឹងក៏ចាប់ផ្ដើមរលត់ទៅតាមពន្លឺរបស់ព្រះអាទិត្យដែលពួកគេនៅសល់ចម្ងាយប្រហែលជា55គីឡូម៉ែត្រទៀតទើបទៅដល់មូលដ្ឋានវិញហើយអុកស៊ីហ្សែនដែលពួកគេនៅសេសសល់នឹងគឺមានត្រឹមតែ3ម៉ោងទៀតតែប៉ុណ្ណោះដើម្បីសន្សំសំចៃថាមពលឡានដូគូក៏បានសម្រេចចិត្តបិទម៉ាស៊ីនកម្ដៅនៅក្នុងរថយន្តក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយនៅទីបំផុតរថយន្តនឹងក៏ត្រូវបានឈប់ដោយសារតែអស់ថ្មអញ្ចឹងហើយដូគូគាត់ក៏បានចំណាយពេលវេលាចុងក្រោយរបស់គាត់នឹងអង្គុយគិតអំពីរឿងល្អៗនិងមើលទៅកាន់រូបថតរបស់អាស៊ីងស្របពេលជាមួយគ្នានោះគាត់បានកត់សម្គាល់ឃើញថាមិត្តភ័ក្តិរបស់គាត់នឹងកំពុងតែដេញចាប់ពន្លឺដែលផ្លាតចេញអំពីមុខរបស់គាត់ភ្លាមនោះគំនិតមួយក៏បានលេចឡើងគាត់បានយកទ្វារឡានចងជាមួយនឹងសត្វកង់គូរូមួយក្បាលនឹងដូចជាលោកតាសាន់តាក្លូសប្រើក្តាន់ដើម្បីអរទេសចែកកាដូអញ្ចឹងដែរមិនតែប៉ុណ្ណោះគាត់បានបំពាក់នៅបំពង់នីត្រូសែនដើម្បី booster ធ្វើជាថាមពលបន្ថែមទៅលើសត្វកង់គូរូនោះទៀតផងហើយបន្ទាប់ពីនឹងគាត់ក៏បានប្រើពន្លឺដើម្បីធ្វើជាគោលដៅឲ្យសត្វកង់គូរូរត់ដេញតាមហើយទាំងពីរនាក់ក៏បានធ្វើដំណើរយ៉ាងលឿនត្រឡប់ចូលមកកាន់មូលដ្ឋានវិញមិនយូរប៉ុន្មានគាត់ក៏បានទៅដល់ទីតាំងរបស់គាត់ដោយសុវត្ថិភាពនិងបានត្រឡប់មកយកគ្រាប់នុយក្លេអ៊ែរដែលមានកន្ទុយរ៉ុកែតនោះចូលទៅក្នុងមូលដ្ឋានអវកាសរបស់គាត់បានសម្រេចផងដែរដូគូក៏អត់បានដឹងថាមានអាចផ្កាយដ៏ធំមួយទៀតកំពុងតែធ្វើដំណើរទៅកាន់ផែនដីជាលើកទី2ហើយនៅក្នុងពេលដែលគាត់កំពុងតែរៀបចំកន្ទុយរ៉ុកែតគាត់ក៏សម្គាល់ឃើញថាមានសញ្ញាតាក់ទងមកពីផែនដីម្ដងទៀតហើយនេះគឺធ្វើឲ្យគាត់កាន់តែមានកម្លាំងចិត្តត្រឡប់ទៅផ្ទះវិញភ្លាមនោះគាត់ក៏បានឃើញផងដែរថារាល់សញ្ញាតាក់ទងទាំងអស់នោះគឺវាបានកើតឡើងដោយសារតែមិត្តភ័ក្តិរបស់គាត់នោះវាទៅប្រឡែងលេងជាមួយខ្សែដែលនៅលើផ្ទាំងអេឡិចត្រូនិកតែប៉ុណ្ណោះមិនមាននរណាបញ្ជូនសញ្ញាអីមកកាន់គាត់នោះទេតាំងពីដំបូងមកម្ល៉េះភាពរីករាយរបស់ដូគូក៏ប្រែមកជាអស់សង្ឃឹមហើយគាត់បានគិតថាគឺអត់មាននរណាម្នាក់ដែលនៅមានជីវិតនៅលើផែនដីនោះឡើយចំណែកឯមនុស្សនៅលើផែនដីវិញក៏បានមើលឃើញការអស់សង្ឃឹមនិងបាក់ទឹកចិត្តរបស់ដូគូតាមរយៈការ live stream អញ្ចឹងហើយពួកគេក៏បានធ្វើរឿងមួយដើម្បីបំផុសទឹកចិត្តរបស់ដូគូឡើងវិញគឺគ្រប់គ្នានៅលើផែនដីនឹងបានចេញមកទីតាំងខាងក្រៅនិងបានបើកភ្លើងហ្វាធំពាសពេញផែនដីដើម្បីឲ្យដូគូមើលឃើញបើទោះបីជាពួកគេមិនដឹងថាដូគូនឹងអាចឃើញឬក៏អត់ក៏ដោយចំណែកដូគូឯនេះវិញក៏បានមើលឃើញពន្លឺដែលមាននៅលើផែនដីអញ្ចឹងហើយគាត់ត្រេកអររហូតដល់ស្រក់ទឹកភ្នែកដោយដឹងថាមនុស្សជាច្រើននៅលើផែនដីគឺនៅមានជីវិតនៅឡើយគាត់បានប្រើប្រាស់គ្រប់វិធីដើម្បីជួសជុលផ្កាយរណបនៅមូលដ្ឋានអវកាសឡើងវិញហើយមិនយូរប៉ុន្មានគាត់ក៏បានតាក់ទងទៅកាន់ផែនដីនិងបានមើលឃើញក្រុមការងាររបស់គាត់ដោយស្នាមញញឹមនិងសុភមង្គលមិនបង្អង់យូរនោះទេអ្នកបច្ចេកទេសនៅលើផែនដីនឹងក៏បានជួយគ្នារៀបចំធ្វើយ៉ាងណាឲ្យដូគូឆាប់បានរៀបចំដំឡើងយានរបស់គាត់បាននិងអាចឆាប់ត្រឡប់មកកាន់ផែនដីវិញមួយរយៈក្រោយមកដូគូក៏បានរៀបចំរួចរាល់និងបានហោះឡើងទៅកាន់ទីអវកាសបានសម្រេចដែលនេះក៏ធ្វើឲ្យគ្រប់គ្នានៅលើផែនដីនឹងមានការត្រេកអរនិងសាទរជាខ្លាំងគាត់ក៏បានភ្ជាប់យានរបស់គាត់នឹងទៅស្ថានីយ៍អវកាសមួយផងដែរស្របពេលដែលដូគូរៀបនឹងចាក់ចេញទៅផែនដីដោយប្រើប្រាស់ escape pod ឬក៏ប្រអប់សុវត្ថិភាពនឹងនៅខាងផែនដីឯនេះវិញក៏បានដឹងដែរថានឹងមានអាចផ្កាយមួយទៀតគឺកំពុងតែហោះមកសំដៅមករកផែនដីជាលើកទី2លោកស៊ុននិងគ្រប់គ្នាគឺបានដឹងថាគឺមានមនុស្សតែម្នាក់គត់ដែលអាចជួយសង្គ្រោះផែនដីបានហើយបរិសម្នាក់នោះគឺដូគូនឹងឯងក៏ព្រោះតែគាត់មានគ្រាប់នុយក្លេអ៊ែរដែលអាចបំបែកអាចផ្កាយទាំងនោះឲ្យคล้ายទៅជាបំណែកតូចៗបានប៉ុន្តែយ៉ាងណាមិញការងារមួយនេះអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ដូគូផងដែរមេបញ្ជាការស៊ីងបានផ្ដល់ដំណឹងដ៏អាក្រក់មួយនេះទៅកាន់ដូគូហើយដូគូវិញក៏យល់ព្រមទទួលបេសកកម្មដ៏លំបាកមួយនេះព្រោះគាត់មិនចង់ឲ្យមនុស្សជាតិត្រូវទទួលរងគ្រោះថ្នាក់បែបនេះម្ដងហើយម្ដងទៀតនោះទេគ្រប់គ្នានៅលើផែនដីបានចូលទៅកាន់ទីតាំងភៀសខ្លួននិងរងចាំទទួលយកនៅគ្រោះកាចមួយនេះដោយសេចក្តីភ័យខ្លាចចំណែកឯដូគូវិញគាត់ក៏បានរៀបចំដាក់មិត្តភ័ក្តិកង់គូរូរបស់គាត់នឹងចូលទៅក្នុងប្រអប់ជម្លៀសសុវត្ថិភាពនិងធ្វើការលាគ្នាដោយភាពមិនអស់អាល័យគាត់អរគុណសត្វកង់គូរូមួយនេះដែលនៅជាមួយគាត់នឹងឆ្លងកាត់ពេលវេលាលំបាកជាច្រើនជាមួយគ្នាហើយគាត់ក៏បានបញ្ជូនវាទៅកាន់ផែនដីទៅដូគូបានបើកយានរបស់គាត់ចូលទៅក្នុងលំហដែលសុទ្ធតែបំណែកឯកផ្កាយខណៈដែលគាត់ព្យាយាម
បើកយានគឺចេញពីបំណែកអាចផ្កាយទាំងនោះមានអាចផ្កាយមួយដុំបានហោះមកបុកយានរបស់គាត់ដែលហេតុការណ៍នេះធ្វើឲ្យគាត់មិនអាចទប់លំនឹងបាននោះទេអញ្ចឹងហើយគាត់ក៏សម្រេចចិត្តបើកចំហទ្វារយានរបស់គាត់ដើម្បីឲ្យសម្ពាធអវកាសនឹងជួយរក្សាលំនឹងយានហើយនៅពេលដែលគាត់ចូលទៅត្រួតពិនិត្យប្រព័ន្ធបញ្ជាយានអវកាសវិញគាត់បានដឹងថាវាបានខូចខាតទាំងស្រុងអស់បាត់ទៅហើយអញ្ចឹងហើយអត់មានជំរឿអីផ្សេងក្រៅពីដូគូខ្លួនឯងនឹងត្រូវចាប់កាន់គ្រាប់នុយក្លេអ៊ែរនិងហោះទៅបុកអាចផ្កាយនោះដោយខ្លួនឯងដែលហេតុការណ៍នេះគឺត្រូវតែបូជាជីវិតរបស់គាត់ជាមួយគ្នានោះតែម្ដងមិនមងងយូដូគូចាប់ផ្ដើមដោះក្បាលគ្រាប់ចេញពីយាននិងហោះតម្រង់ទៅកាន់អាចផ្កាយដោយប្រើប្រាស់កម្លាំងខ្យល់នៅនឹងអាវរបស់គាត់ហើយគាត់ក៏បានស្រមៃឃើញស្នាមញញឹមលាគ្នាជាចុងក្រោយរបស់អាស៊ីងមុនពេលដែលគ្រាប់បែកនុយក្លេអ៊ែរនោះបានបុកជាមួយនឹងអាចផ្កាយហើយបេសកកម្មរបស់ដូគូនឹងក៏បានបុកបំបែកអាចផ្កាយคล้ายជាបំណែកតូចៗបានសម្រេចចំណែកឯមនុស្សជាតិនៅលើផែនដីវិញក៏ចេញមកក្រៅនិងមើលឃើញបំណែកដុំភ្លើងតូចៗធ្លាក់មកច្រាលពីពេញផ្ទៃមេឃហើយពួកគេក៏រួចផុតពីគ្រោះថ្នាក់មួយនេះក្រោមការលះបង់ជីវិតរបស់ដូគូជាច្រើនឆ្នាំកន្លងផុតទៅមនុស្សក៏អាចរៀបចំនិងស្ដារប្រព័ន្ធអេកូឡូស៊ីរបស់ផែនដីបានមកវិញធ្វើឲ្យផែនដីមានភាពស្រស់បំព្រងនិងបានបន្តគម្រោងរបស់ពួកគេនៅតាមព្រះច័ន្ទដើម្បីការពារផែនដីបន្តទៅទៀតប្រិយមិត្តយល់យ៉ាងណាដែរចំពោះបច្ចេកទេសថតក៏ដូចជាសាច់រឿងរបស់ចិនមួយនេះសូម comment នៅខាងក្រោមវីដេអូឲ្យខ្ញុំបានដឹងផងអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការទស្សនាវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe channel មួយនេះផងដើម្បីទទួលបានវីដេអូថ្មីមុនគេជូនពរសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូបន្ទាប់